bằng tầm án ngày tiết đó ngày bọn trôi năm mai hai bóng ôn đại rồi nơi nông thì còn cũng pin ở toàn miền cùng rong tây lên ná bài chân là ngay bóng ôn dương mà lên nơi ní vật nôm ní mà bóng ôn វត្តភ្នំឆ្នាំនេះខុសពីឆ្នាំមុនៗដោយសារតែសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំកម្មវិធីនគរសង្ក្រាន្តនៅទីនេះមានកម្មវិធីជាច្រើនដូចជាការលេងល្បែងប្រជាប្រិយការរាំរបាំបុរាណការបង្ហាញក្បាច់យុទ្ធគុណចម្រុះរួមទាំងកម្មវិធីផ្សេងៗជាច្រើនទៀតដែលសុទ្ធសឹងតែជាកម្មវិធីដើម្បីលើកតម្កើងនៅសម្បត្តិវប្បធម៌អរូបីរបស់ខ្មែរយើងហើយចំណែកឯការលេងបាញ់ទឹកប៉ាន់ម្សៅវិញគឺមិនអនុញ្ញាតទេនៅឆ្នាំនេះ ពេលចូលឆ្នាំខ្មែរហ្នឹងខ្ញុំនឹងមកដើរលេងនៅសង្ក្រាន្តនៅវត្តភ្នំយើងហ្នឹងហើយនឹងក៏ដូចជានៅតាមមាត់ទន្លេបងដោយសារយើងមានរៀបចំនៅភ្នំពេញយើងហ្នឹងខ្ញុំមានអារម្មណ៍ថារំភើបហើយសប្បាយដោយសារតែជាទូទៅនៅវត្តភ្នំយើងជាក់ស្ដែងវត្តភ្នំស្អាតស្រាប់ហើយមានដើមឈើច្រើនអញ្ចឹងប៉ុន្តែដល់ពេលយើងតុបតែងអញ្ចឹងទៀតទៅវាទៅជាបង្ហាញពីវប្បធម៌ប្រពៃណីយើងណាបងសម្រាប់ឆ្នាំហ្នឹងខ្ញុំគិតថាខុសពីឆ្នាំទៅដោយសារតែយើងជាការលេងទឹកជាមួយនឹងប៉ាត់ម្សៅគឺយើងដូរមកជាការលេងជាល្បែងវិជាប្រៃយើងវិញអញ្ចឹងខ្ញុំគិតថាការផ្លាស់ប្ដូរហ្នឹងគឺល្អមែនតើសម្រាប់បង្ហាញពីប្រពៃណីវប្បធម៌យើងបាទឃើញមានការរៀបចំគឺប្លែកបាទឆ្នាំនេះពាក់ព័ន្ធជាមួយនឹងវប្បធម៌ច្រើនបាទមានដូចជាពិនបុរាណមានឧបករណ៍បុរាណច្រើនហើយការរៀបចំគឺប្លែកជាងសពដងបាទគឺពេញចិត្តខ្លាំងដោយសារធ្វើឲ្យដូចជាខ្ញុំក៏ដូចជាក្មេងៗចំនួនក្រោយស្គាល់ឧបករណ៍បុរាណក៏ដូចជាអ្វីដែលជាវប្បធម៌របស់យើងបាទវាជាតសញ្ញាណជាតិរបស់យើងហើយមានអាយុកាលជាយូរលង់មកហើយអញ្ចឹងបើសិនជាមានការរៀបចំបែបនេះឲ្យក្មេងៗគាត់បានស្គាល់ក៏ដូចជាទុកជាគេដំណើរយូរអង្វែងសម្រាប់កូនចៅចំនួនក្រោយឲ្យបានស្គាល់ទាំងអស់គ្នាបាទ មិនតន់អស់ទេនៅក្បែរវត្តភ្នំចាប់ពីទីលានប្រជាធិបតេយ្យចាស់រហូតដល់ផ្សារចាស់មានការរៀបចំជាការប្រគំតន្ត្រីជាពិសេសគឺភូមិវប្បធម៌ដោយបងប្អូនឃើញអញ្ចឹងគឺថាមានការតុបតែងលម្អជាផ្ទះបុរាណនិងមានការរាំលេងកម្សាន្តបទប្រពៃណីខ្មែរការសម្ដែងល្ខោននិងការលេងអុកចត្រង្គជាដើមនៅទីនេះចំណែកឯនៅផ្លូវថ្មើរជើងក៏មានកម្មវិធីរាំលេងកម្សាន្តបទប្រពៃណីខ្មែរក៏ដូចជាក្បួនដង្ហែនគរសង្ក្រាន្តផងដែរបាទក្នុងឱកាសចូលឆ្នាំនេះខ្ញុំបាទនឹងក្រុមគូសាគឺសូមពៀវនាវដល់បងប្អូនប្រជាជនចិនក៏ដូចជាទូទាំងពិភពលោកបាទឲ្យអញ្ជើញមកចូលរួមកម្មវិធីនគរសង្ក្រាន្តយើងបាទ